អាចប្រាក់គាត់រយៈពេល2 ខែ លោកស៊ុងបញ្ញាយល់ថាសហព័ន្ធគុនខ្មែរគួរតែពិចារណាចេញវិធានការក្តៅដើម្បីដាក់ពិន័យឬផ្អាកការឡើងប្រកួតរយៈពេលចន្លោះពី8សប្តាហ៍ទៅ10សប្តាហ៍ចំពោះកីឡាករគុនខ្មែរណាដែលចាញ់សន្លប់ញឹកញាប់ការលើកឡើងដូចនេះដោយលោកថាដើម្បីទុកពេលឲ្យកីឡាករគុនខ្មែរទាំងនោះពង្រឹងសមត្ថភាពឡើងវិញមុននឹងឡើងប្រកួតសាជាថ្មីគ្រូមហាត់គុនខ្មែររូបនេះបន្តថាស្ថានភាពគុនខ្មែរនាពេលបច្ចុប្បន្នប្រសិនបើសហព័ន្ធមិនចេញវិធានការបែបនេះទេនោះនឹងប៉ះពាល់ដល់គុណភាពកីឡាករគុនខ្មែរនិងទឹកចិត្តរបស់ម្ចាស់ឧបត្ថម្ភកម្មវិធីយ៉ាងណាមិញលោកស៊ុងបញ្ញាចង់ឃើញកីឡាករគុនខ្មែរទាំងអស់ខិតខំហ្វឹកហាត់និងមានវិន័យផ្ទាល់ខ្លួនដើម្បីរក្សាកេរ្តិ៍ឈ្មោះក្នុងនាមជាម្ចាស់ក្បាច់គុនខណៈលោកសម្លឹងឃើញថាបច្ចុប្បន្ននេះកីឡាករបរទេសដែលមកហ្វឹកហាត់គុនខ្មែរហាក់ខិតខំហ្វឹកហាត់ជាងម្ចាស់ក្បាច់គុនមួយចំនួនទៅទៀតបើសិនជាសហព័ន្ធគាត់ពិចារណាឡើងវិញពាក់ព័ន្ធនឹងករណីកីឡាករដែលខ្ជិលហាត់ស្លាប់ឡើងគាត់ទៅស្លាប់សម្រាប់ជាពិសេសគឺសម្រាប់ជួរមុខហ្នឹងគឺអាចប្រាក់គាត់រយៈពេល2 ខែទៅ2 ខែកន្លះកាន់តែល្អបាទហើយគាត់ត្រូវសហការមួយសហព័ន្ធដើម្បីពង្រឹងសមត្ថភាពកីឡាករជួរមុខឡើងវិញបាទបើមិនដូច្នោះទេបើនៅតែបដ ாய் ឲ្យកីឡាករដើរផឹកស៊ីអ៊ូបនូដល់ថ្ងៃ1 គីឡូទេថាស្ដាយលើ sponsor បាទស្ដាយលើ sponsor មែនទេបាទហើយខ្ញុំមិនមែននិយាយចំបលេចទេប៉ុន្តែខ្ញុំជាអ្នកគាត់ថាជាក្រៅរំលឹកដល់កីឡាករដែលបងអូនមានឱកាសបងអូនមានសមត្ថភាពខ្ពស់ហើយកីឡាករសំខាន់បំផុតគឺខ្លួនយើងឯងបើខ្លួនយើងមានមហិច្ឆតាចង់ខ្លាំងហើយគឺខ្លាំងហើយគឺខ្លាំងហើយយើងប្រឹងរត់ហាត់ផឹកឡើងរាល់ថ្ងៃបាទកុំខានមួយថ្ងៃសោះយើងសម្រាប់ជួយបានហើយយើងនឹងខ្លាំងតែបើយើងខាងក្របនោះនិយាយកើតទេលំកើតទេអាហ្នឹងគឺមិនមែនមកពីក្របទេបងប្អូនណាគឺមកពីបងអូនគ្រូបកែបណ្ណាក៏ដោយតែបងប្អូនមិនក៏ខាត់ហើយមិនខំប្រឹងដាក់គោលដៅបង្ហាត់ខ្លួនឯងហើយគឺតែហើយមានអីក្រៅពីការបង្ហាត់ទេក្រៅពីការដាក់វិន័យលើខ្លួនឯងកំណត់ពេលវេលាច្បាស់លាស់លើខ្លួនឯងចឹងមកយើងអាចទៅមកកើតបាទកីឡាករជំនឿគឺមួយចំនួនណាគឺស្ពាយថងជីវិតរបស់គេបងប្អូនណាគឺស្ពាយចាក់ដោរបស់គេគឺបោមកហាត់គ្រប់ប្រទេសគេទៅបាយនៅថៃគេទៅហាត់បាច់ថៃទៅគេទៅគួតនៅកន្លែងផ្សេងទៅគេហាត់វិញ្ញាសាផ្សេងទៅដើម្បីអីដើម្បីប្រឹងសមត្ថភាពរបស់គេដល់ខាត់របស់គេទៅជាកីឡាករអាជីពតែអ្វីដែលខ្ញុំលើកឡើងចឹងថាគេវិចពីថងជីវិតឆ្លងពីប្រទេសមួយទៅប្រទេសមួយដើម្បីមកហាត់ដើម្បីប្រកួតមានមើលមហាម៉ាត់គេមើលយ៉ាស៊ីនគេញ៉េគេប្រកួត5ទឹកសឹងថាមិនស្រុតកម្លាំងផងបាទគេមកខ្មែរយើងហេតុអីខ្មែរយើងម្ចាស់មិនគុំខ្លួនឯង